រួចបើសិនកូនខ្លួននឹងមិនល្អទៅទៀតកូនស្ទាវកូនទៅនឹងត្រូវស្រក់ទឹកភ្នែកគ្រប់ជាងហ៊ានជើងដែលដាសួរថាដែលស្រក់ទឹកភ្នែកនឹងរឿងអីព្រោះរឿងស្រឡាញ់កូននឹងហើយទូលមានអប់រំកូនមិនបានភ័យក្រែងកូននឹងប្រព្រឹត្តអីប្រដាទៅមានទុកមានទុំណាហើយវាមានសេចក្តីខ្សឹកខ្សួលស្រឡាញ់សំណោះកូនទឹកភ្នែកហើយអានេះស្រឡាញ់ដល់ដល់ថាតើនឹកឃើញពីកូនទឹកភ្នែកស្រក់ភ្លាមឆ្អែតភ្លាមបរិភោគអាហារក៏មិនបានសម្រានក៏មិនលក់អានោះមកពីសេចក្តីស្រឡាញ់ប៉ុន្តែមានកូនឯណាដឹងណាកូនអត់ដឹងមេត្តានឹងបល័យប្រែជាខ្មែរតែសេចក្តីស្រឡាញ់រាប់អានរបស់មានដាមេដាមកលើកូនប្រុសកូនស្រីស្រឡាញ់រកទីប្រមាណមិនបានទេទាំងហំថាស្រឡាញ់របស់គាត់នឹងផែប៉ាន់ផែនដីក៏មិនបានថាការស្រឡាញ់របស់គាត់មានចម្ងាយ 3-400 គីឡូក៏វាមិនបានធៀបអត់ត្រូវតែលោកមានការឧបមា5ថាសេចក្តីស្រឡាញ់របស់មេត្តាបិតាមកលើកូននឹងក្រៃលែងហើយលោកបញ្ជាក់5ថានៅលើផែនដីក្រោមមេឃនេះឥតមានបុគ្គលណាឥតមានទេវតាណាដែលស្រឡាញ់យើងជាកូនស្មើលោកឪពុកនេះម្ដាយមិនមានទេប្រពន្ធលោកប្រាប់នៅលើដីណាមានតែលោកឪពុកនេះម្ដាយដែលស្រឡាញ់យើងនឹងទៅទីប្រមាណមិនបាននឹងលោកធៀបឧបមាថាដូចជាបបោមាត់ឲ្យនឹងថ្មិញទុកដូចជាកូនបបោមាត់ទុកដូចជាលោកពុំនេះម្ដាយឃើញទេបបោមាត់បិទបាំងថ្មិញអត់ឲ្យគេឃើញទេការពារថ្មិញហ្នឹងអ្នកណាធ្វើអីមកប៉ះបបោមាត់នឹងមិនមិនចឹងនឹងវាចិត្តស្និទ្ធអរសាហើយវាស្និទ្ធនៅគ្នាយើងមើលបបោមាត់វិញដែលក្រៀកពីគ្នាទេបានសេចក្តីស្រឡាញ់របស់លោកពុននេះម្ដាយនឹងអត់ចេះក្រៀកអត់ចេះរបៀបពីគ្នាទេនេះលោកធៀបស្រឡាញ់នឹងមិនចេះអស់មិនចេះខាស់មិនចេះបាត់បង់ទៅណាទេនៅឈាននេះក្នុងការស្រឡាញ់នេះថាមិនចេះប្រែប្រួលរួចបើសិនកូនខ្លួននឹងមិនល្អទៅទៀតកូនស្ទាវកូនទៅនឹងត្រូវស្រក់ទឹកភ្នែកគ្រប់ជាងហ៊ានជើងដែលដាសួរថាដែលស្រក់ទឹកភ្នែកនឹងរឿងអីព្រោះរឿងស្រឡាញ់កូននឹងហើយទូលមានអប់រំកូនមិនបានភ័យក្រែងកូននឹងប្រព្រឹត្តអីប្រដាទៅមានទុកមានទុំណាហើយវាមានសេចក្តីខ្សឹកខ្សួលស្រឡាញ់សំណោះកូនទឹកភ្នែកហើយអានេះស្រឡាញ់ដល់ថាតើនឹកឃើញពីកូនទឹកភ្នែកស្រក់ភ្លាមឆ្អែតភ្លាមបរិភោគអាហារក៏មិនបានសម្រានក៏មិនលក់អានោះមកពីសេចក្តីស្រឡាញ់ប៉ុន្តែមានកូនឯណាដឹងណាកូនអត់ដឹងទេអានេះនិយាយពីស្រឡាញ់របស់គាត់អត់ដែលប្រាប់តែយើងជាកូនក៏មិនដែលគាត់ស្រឡាញ់ប៉ុណ្ណាតែព្រះសម្មាសម្ពុទ្ធលោកប្រាប់ចឹងហើយយើងសប្តាហ៍ថ្ងៃមនុស្សលោកីបច្ចុប្បន្ននេះគេថាគូសង្សារស្នេហាប្តីប្រពន្ធហើយដែលស្រឡាញ់តស៊ូងាប់រស់ក្នុងគ្នាអញ្ចឹងមកបានគេសម្រេចតែគេរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាទៅជាគ្រួសារមកពីតាំងចិត្តតែស្រឡាញ់គ្នាណារៀបចំផ្សំផ្គុំទៅថាតស៊ូងាប់រស់គ្នាប៉ុន្តែអាត្មាតាមទស្សនៈរបស់អាត្មាឃើញសង្គមរបស់មនុស្សអាត្មាថាគូស្វាមីភរិយាស្រឡាញ់គ្នានេះគ្មានស្ថិរភាពអាត្មាមិនទាន់ឲ្យតម្លៃទេអត់ទាន់ឲ្យតម្លៃទេសុថាបាអាត្មាមិនឲ្យតម្លៃអាត្មាថាម៉េចអាត្មាប្រើពាក្យថាស្រឡាញ់បណ្ដោះអាសន្នស្រឡាញ់បណ្ដោះអាសន្នទេនៅក្មេងៗហ្នឹងបងមិនចឹងម៉េចមើលតែខ្លះកូនមួយកូនពីរបាក់មេឃរហែកធៀងចែកផ្លូវអាហ្នឹងឲ្យបណ្ដោះអាសន្នហ្នឹងបើវាមានស្ថិរភាពវាដើរទៅណានឹងបើឃើញប៉ុណ្ណឹងបាទអាត្មាជឿថាស្ថិរភាពនេះគូសង្សារនេះនេះស្ថិរភាពឡើងទៅឯណាអរចឹងអានឹងបើកូនលោកពុំដែរនេះលោកគ្រូធ្វើគំរូឲ្យមើលឲ្យស្រឡាញ់គ្នារក្សាគ្នាឲ្យបានចឹងដែរស្រាប់បានទេឯណាកូនហ្នឹងឯណាកូនលោកម៉ែលោកឪហ្នឹងហ្នឹងហើយធ្វើតាមលោកគ្រូណាបានទេ
ធ្វើតាមលោកគ្រូថែរក្សាគ្នាឲ្យបាននេះមានស្ថិរភាពអត់អត់ចេះបាត់បង់ទេអានឹងប្រយ័ត្នយើងក្មេងនៅមិនទាន់ទីចឹងទេបើយើងត្រូវសិក្សាមើលលោកគ្រូរបស់យើងលោកធ្វើអីតាមលំអានរបស់ព្រះលោកអានឹងនិយាយពីមេត្តាធឿននៃសេចក្តីស្រឡាញ់នោះរកទីប្រមាណអត់បានទេតស៊ូងាប់រស់ជាមួយនឹងយើងនឹងឯងដឹងទេគ្រប់តែគ្នាក៏កើតនៅកំមុំកន្លោះក៏ស្រឡាញ់ខ្លួនកើតជាកន្លោះជាកំមុំដល់កើតមានគូស្វាមីភរិយាក៏ស្រឡាញ់សង្សារកើតដល់កើតមានកូនអាសេចក្តីស្រឡាញ់រវាងខ្លួនកើតរវាងប្តីប្រពន្ធកើតអស់លេងមកនៅលើកូនទាំងអស់តែបោកមកនៅលើកូនអានេះនិយាយពីការស្រឡាញ់របស់លោកពុកអ្នកម្ដាយ